ចាសួស្តីបងប្អូនមកទៀតហើយជាមួយនឹងស៊ុបទឹកដូងស៊ុបថ្ងៃហ្នឹងយើងធ្វើតែទឹកដូងមួយមុខទេហើយយើងអាចបំបែកចេញជាពីរយើងចង់ដាក់ដុំស៊ីឈាន់ក៏បានអត់ក៏បានហើយវិធីធ្វើហ្នឹងបងប្អូនត្រូវជ្រើសរើសយកដូងដែលចាស់ដូងចាស់បានទឹកវាផ្អែមបើដូងខ្ចីទឹកជូរជូរធ្វើស៊ុបអត់កើតទេអញ្ចឹងត្រូវកាត់ដូងចាស់ដើម្បីឲ្យមានទឹកផ្អែមណាដូងថ្ងៃហ្នឹងធ្វើយ៉ាងច្រើនអស់3បន្ទាប់មកទៀតគឺបងប្អូនដាក់ការ៉ុតហើយនឹងដាក់ខ្ទឹមបារាំងហើយដាក់ដុំស៊ុបខ្នុរ2ដុំបន្ថែមជាមួយនឹងទឹកត្រីអំបិលប៊ីចេងស្ករសហើយនឹងម្សៅស៊ុបរ៉ូឌីបន្តិចទៀតណាហើយចំណែកឯរសជាតិបងប្អូនភ្លក់ទៅយកកុំប្រៃពេកកុំសាបពេកគឺឲ្យរសជាតិល្មមណាផ្អែមប្រៃសាបអីគឺយកល្មមបន្ទាប់មកទៀតខាងសាច់គឺនាងខ្ញុំមានសាច់គោសាច់ជ្រូក3ជាន់និងមានបង្គាហើយសាច់គឺនាងខ្ញុំហាន់ប្រទេសល្មមអញ្ចឹងណាមិនក្រាស់ពេកមិនស្ដើងពេកដោយសារថាហាន់អញ្ចឹងទៅងាយស្រួលសម្រាប់យើងអាំងនិងដាក់ក្នុងស៊ុបផងដោយសារថានាងខ្ញុំមានឆ្នាំងនាងខ្ញុំហ្នឹងគឺអាចអាំងផងញ៉ាំស៊ុបផងអញ្ចឹងណាហើយសាច់បងប្អូនគោះពងមាន់ដាក់មកគ្រាប់អញ្ចឹងទៅណានេះផ្ទះនាងខ្ញុំហ្នឹងគឺមានសម្រាប់ខាន់អញ្ចឹងមួយចំហៀងនាងខ្ញុំប្រើស៊ីឈាន់មួយចំហៀងទៀតគឺស៊ុបទឹកដូងធម្មតាតែគោះពងមាន់ដាក់មកគ្រាប់ណាហើយបន្លែដាក់ទៅតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តបន្លែប្រភេទអីដាក់តាមនឹងទៅហើយទឹកត្រីគឺនាងខ្ញុំប្រើទឹកត្រីតៅហ៊ូជ្រូកមួយទឹកត្រីកោះកុងក៏បានទឹកត្រីតៅហ៊ូក៏បាន